សួរអីអរគុណអីណាដែលជួយគ្រប់គ្រងម៉ាស៊ីនចម្រោះទឹកហ្នឹងហើយមិនបានដឹងមកពីណាដែលដាក់ម៉ាស៊ីនចម្រោះទឹកហ្នឹងដឹងពីបងស្រីបងស្រីគាត់ប្រើម៉ាស៊ីនអីគេវិញម៉ាស៊ីនគាត់ប្រើល្អជាងខ្ញុំទៀតល្អជាងចា600ក្តៅជាក់ហ្នឹងចាក្តៅជាក់អូខេហើយដល់ពេលបងស្រីគាត់មិនគាត់ប្រាប់ហើយដាក់ក្រុមហ៊ុនហ្នឹងទៅអូខេគាត់ឲ្យទៅអញទៅហើយខាងនេះយើងនៅក្នុងបរិយាអីគេឈប់បាក់2ឈប់បាក់2បាទឥឡូវខ្ញុំតេស្តទឹកបន្តិចហើយខ្ញុំមុននឹងតេស្តខ្ញុំចង់ជម្រាបជូនបងប្អូនថាម៉ាស៊ីននេះជាម៉ាស៊ីនចម្រោះទឹកដែលអត់ប្រើភ្លើងមានតម្រង់6ជាន់ជាប្រភេទទឹកអាល់កាឡាញជាទឹកសុខភាពហើយការចំណាយនៅពេលដែលអ៊ីប្រើចំណាយក្នុងម្នាក់តែ1ដុល្លារមួយខែហូបបានមួយខែមិនមែនមួយថ្ងៃទេណាប៉ុន្តែបើអ៊ីភាសាទឹកនេះអីអាចថា1ដុល្លារហ្នឹងតែមួយថ្ងៃទេអញ្ចឹងវាខុសគ្នា29ដងអញ្ចឹងណាអញ្ចឹងឥឡូវចាំមើលខ្ញុំតេស្តបន្តិចខ្ញុំតេស្តទឹកដើម្បីអ៊ីដឹងនេះទឹកយើងមួយកេះប៉ុន្មាននេះមួយកេះនេះអាដងនេះ28000ណាអូ28000ហើយដឹងអស់ប្រហែលកេះទេក្នុងមួយខែណាអត់ច្រើនណាដល់ពេលមាននេះទៅលែងអស់លែងនេះទឹកអាកាឡាញដែរទឹកគេនេះតែនៅមានកម្រិតទេឥឡូវទឹកនេះមួយទៀតនេះសាក់នេះប្រើនេះគោទីឯងប្រើទាំងពីរម៉ូតហ្មងនេះអូចឹងចុះថាវិការអញ្ចឹងបន្ទាប់ពីបានម៉ាស៊ីននេះមកលែងប្រើទឹកនេះអាចប្រើទឹកម៉ាស៊ីននេះវិញណាម៉ាស៊ីនចម្រោះយើងនេះឥឡូវទឹកនេះទឹកចេញពីម៉ាស៊ីនចម្រោះណាហើយយើងបន្តទឹក pH drop ដូចគ្នាណាអីណានេះឃើញពណ៌ខុសគ្នាហើយទៀងផ្ទាត់ទៅនឹងតារាងអាកាឡានេះអានេះវាជាទឹកសុខភាពហើយណាហៅទឹកសុខភាពអានេះវាសុខភាពដែរប៉ុន្តែវាស្ទើរណាហើយអានេះវាប្រភេទទឹកអាស៊ីតអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់ទីថាអាម៉ាស៊ីនចម្រោះទឹកហ្នឹងងាយស្រួលតបទឹករត់តកអត់ប្រើភ្លើងទេចំណាយក្នុងមួយខែម្នាក់អស់តែ1ដុល្លារគ្នាអីប្រហែលអ្នក6នាក់អញ្ចឹងមួយខែជាមធ្យម5ដុល្លារ6ដុល្លារហ្នឹងច្រើនពេកដូរតម្រង់ឲ្យទៀងទាត់តាមហ្នឹងមកនឹងទទួលបានទឹកអាកាឡាញអញ្ចឹងរហូតនឹងទទួលបានទឹកអាកាឡាញជាទឹកសុខភាពអញ្ចឹងហើយអត់មានប្រវាយទេណាយើងកាច់ហូបណាព្រោះថាត្រូវការទឹកមកកាច់វូអញ្ចឹងហូរវូហើយបិទវិញមកអញ្ចឹងណាអញ្ចឹងសមត្ថភាពទឹកអាកាឡាញវាជួយតាំងពីការសម្រួលដំណើរការឈាមរត់សម្រួលដំណើរការបន្ទោបង់ណាជួយទៅដល់ដកជាតិពុលជួយបង្កើនជាតិទឹកក្នុងខ្លួនយើងហើយពិសេសតាក់ទងទៅនឹងជំងឺលើសជាតិអាស៊ីតបើអ៊ីលើសជាតិអាស៊ីតឧទាហរណ៍ថាវាមានបញ្ហាអាស៊ីតអញ្ចឹងញ៉ាំទឹកយើងមកនោះវាកាត់មកភ្លាមណាអញ្ចឹងណាអ៊ីជំរាបជូនដល់បងប្អូនផងយើងមានកម្មវិធីបងលួសតិចតួចទេណាអញ្ចឹងទៅតាមចំនួនណាអ៊ីគាត់បងមួយខែ50ទៅ4-5ខែផុតបាត់បានម៉ាស៊ីននេះប្រើ10-20ឆ្នាំមិនទាន់ទៅណាផងព្រោះនេះប្រើដៃល្អ US 304អានេះប្រើសិតកញ្ចក់ថ្លាហើយជ័រស្វិតហើយអញ្ចឹងបងប្អូនពុកម៉ែបងប្អូនដែលចង់បានម៉ាស៊ីនចម្រោះទឹកដូចអ៊ីប្រើងាយស្រួលប្រើចេះជាទឹកអាកាឡាញតាក់ទងមកលេខទូរស័ព្ទហើយនឹង link Telegram ដែលខ្ញុំដាក់នៅខាងលើហើយអរគុណដែលជួយគាត់ឥឡូវចេះអ៊ីមិញខ្ញុំតេស្តអា pH ហ្នឹងដើម្បីឲ្យដឹងpH បារាំងដល់ pH ប្រហែលនេះឥឡូវខ្ញុំតេស្តជាតិពុលហើយតេស្តជាតិពុលនេះយើងមានមេតាឌីនសម្រាប់យើងរបួសនេះយើងតេស្តមើលតើបើសិនជាយើងដាក់ទៅទំហំទឹកស្មើគ្នាយើងមានកែវក្រិបនេះទំហំទឹកស្មើគ្នាណាដាក់លេខ40ដូចគ្នាទំហំទឹកស្មើគ្នាហើយដាក់មេតាឌីននឹងស្មើគ្នាតើទឹកមួយណាដែលអាចមានលទ្ធភាពកាត់ជាតិពុលឲ្យបានច្រើនជាងអញ្ចឹងណាអញ្ចឹងទឹកពីរនេះទៅលើទីផ្សារហើយយើងបន្តនេះដូចជាថា4ដំណក់ចុះ1 2 3 4នេះ1 2 3 4ឥឡូវ4ដំណក់អញ្ចឹងណា4ដំណក់ហើយយើងកូរមកតើវាកាត់ដាច់អត់នេះវានៅឡើយណានេះនៅឡើយណាដាច់ទេនេះក៏លទ្ធភាពដកជាតិពុលកាត់ដាច់នេះជាតិពុលនេះតំណាងថាយើងលាងបន្លែឬមួយក៏យើងអីហ្នឹងណានៅក្នុងទឹកហ្នឹងណាពេលយើងញ៉ាំទៅទឹកនេះបើកមកពពុះចេះកុំច្រឡំថានេះវាជាអ៊ីរ៉ូសែននៅក្នុងទឹកទេឥឡូវយើងដាក់ទឹកយើងដាក់អាមេតាឌីននេះ4ដំណក់វិញ1 2 3 4អញ្ចឹងណាអញ្ចឹងអ៊ីចាំមើលតើវាកាត់ដាច់អត់ណានេះអ៊ីឃើញដែរអាហ្នឹងឃើញកាត់ទេអញ្ចឹង4ដំណក់ដូចគ្នាវាកាត់ដាច់អញ្ចឹងអាកាឡាញជាទឹកដែលអាចដកជាតិពុលចេញពីសរីរាង្គរបស់យើងហើយថែមទាំងអ៊ីអាចត្រាំបន្លែផ្លែឈើត្រីសាច់អីហ្នឹងដើម្បីឲ្យវាដកជាតិពុលចេញពីបន្លែផ្លែឈើត្រីសាច់រយៈពេល30នាទីទៅសិក្សាជាថ្មីអរគុណ